ក្នុងភាពត្រជាក់និងជ្រៅនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលមានជម្រៅជិត1400ម៉ែត្រអ្នកវិទ្យាសាស្ត្របានឃើញនៅទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៃការលះបង់របស់មាតាដែលមិនធ្លាប់មាននៅក្នុងធម្មជាតិវាជាសត្វមឹកនៅសមុទ្រទឹកជ្រៅនាងបានជ្រើសរើសការលះបង់ជីវិតទាំងមូលរបស់នាងដល់កូនចៅនាងត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងខែឧសភាឆ្នាំ2007ដោយបានតោងយ៉ាងតឹងទៅនឹងស្រទាប់ថ្មជាមួយនឹងចង្កោមនៃស៊ុតនៅក្រោមដៃរបស់នាងសម្រាប់សត្វភាគច្រើនការយាមពងមានរយៈពេល1សប្តាហ៍ឬច្រើនខែប៉ុន្តែសម្រាប់មឹកនេះបានចាប់ផ្ដើមការក្រាបពងដែលនឹងមានរយៈពេល53ខែវាជារឿងនឹកស្មានដល់វាស្មើនឹងរយៈពេលជាង4ឆ្នាំក្នុងអំឡុងពេលនោះនាងមិនដែលខ្វល់ពីជីវិតរបស់នាងទេនាងបានសម្អាតស៊ុតយ៉ាងយកចិត្តទុកដាក់បោសសម្អាតដីល្បាប់និងរៀងរងសត្វដែលចង់មកយាយីកូនរបស់នាងហើយនាងក៏បានអង្អាលពងរបស់នាងដោយថ្នមជាមួយនឹងដៃរបស់នាងដែលធានាឲ្យមានលំហូរថេរនៃទឹកដែលសម្បូរអុកស៊ីសែននាងថែមទាំងបានប្រយុទ្ធជាមួយក្តាមនិងសត្វស៊ីសាច់ជាអាផ្សេងទៀតដែលហ៊ានចូលទៅជិតកន្លែងរបស់នាងអ្វីដែលគួរឲ្យខ្លាចហ្វ្លែវបំផុតគឺនាងបដិសេធមិនស៊ីអ្វីទាំងអស់ញាក់វិទ្យាសាស្ត្រភ្ញាក់ផ្អើលដោយការស៊ូទ្រាំរបស់នាងថែមទាំងបានផ្ដល់អាហារប៉ុន្តែនាងមិនអើពើរាងកាយរបស់នាងចុះខ្សោយបន្តិចម្ដងស្បែករបស់នាងស្លែកហើយដៃដ៏រឹងមាំរបស់នាងបានប្រែមកស្ដើងនិងទន់ខ្សោយប៉ុន្តែនាងបានតោងជាប់ការពារកូនដែលមិនទាន់កើតរបស់នាងជាមួយការលះបង់ដោយមិនងាករេទីបំផុតបន្ទាប់ពី53ខែស៊ុតរបស់នាងបានញាស់ហើយកូនតូចបានកើតមកយ៉ាងពេញលេញបន្ទាប់មកពួកគេបានរស់សัตว์ចូលទៅទីជ្រៅនាងបានលះបង់ឲ្យពួកគេមានឱកាសរស់រានមានជីវិតហើយបន្ទាប់មកភារកិច្ចរបស់នាងបានបញ្ចប់ហើយនេះគឺជាពេលវេលាចុងក្រោយដែលនាងបានចាកចេញទៅគឺមានថ្ងៃត្រឡប់ការក្រាបពងដែលបំបែកកំណត់ត្រានេះនៅតែជារយៈពេលពងកូនវែងបំផុតមិនធ្លាប់មាននៅលើផែនដីយើងនេះវាជារឿងនៃការស៊ូទ្រាំនិងការលះបង់មិនដូចអ្វីផ្សេងទៀតបង្ហាញពីភាពខ្លាំងបំផុតដែលជីវិតអាចឈានទៅរកការតស៊ូទង្វើចុងក្រោយរបស់មឹកនៅសមុទ្រទឹកជ្រៅគឺជាការសោកស្ដាយហើយក៏ជាការបំផុសគំនិតហើយក៏ជាភស្តុតាងថានៅក្នុងជម្រៅមហាសមុទ្រដ៏ខ្មៅងងឹតជាកន្លែងនៃការរស់រានមានភាពលំបាកនិងមិនច្បាស់លាស់សេចក្តីស្រឡាញ់របស់ម្ដាយអាចភ្លឺជាងពន្លឺណាទាំងអស់